នេះបងប្អូនបែរទៅមើលខាងនោះម៉ែអស់ចាតម្រងបងប្អូនណារៀបចំស្អាតណាបងប្អូនណាបាទអារម្មណ៍របស់យើងក៏ស្រស់ស្រាយពុតមែនណាបងប្អូនណាបងប្អូនអើយពុតជាអស់ចាមែនតើបងប្អូនឃើញអត់នោះនឹងគឺជាដល់កំពូលភ្នំហើយណាបងប្អូនណាអញ្ចឹងហើយដើម្បីដឹងទេសភាពវាស្រស់ស្អាតយ៉ាងណាអញ្ចឹងហើយបងប្អូនយើងតាមដានទស្សនាទាំងអស់គ្នាឥឡូវយើងមកដើរមកខាងនេះមុនបងប្អូនអញ្ចឹងហើយបន្តិចទៀតយើងនឹងដើរមើលគ្រប់សពបែបយ៉ាងតែម្ដងខាងនេះគឺគេមានហាងកាហ្វេនំនៃចេញពូជាដើមទៀតណាបងប្អូនណាបាទគ្រប់សពបែបយ៉ាងទាំងអស់លក់ដូរអីច្រើនណាបងប្អូនឥឡូវយើងចុះមកខាងនេះយើងមើលខាងក្រោមវិញទេសភាពខាងក្រោមវិញតើយើងមើលពីលើចុះតើវាមានបែបណាណាតើយើងមានអារម្មណ៍ថាវាបែបណាហើយនឹងមើលទៅវាប្លែកយ៉ាងណាបងប្អូនណាវ៉ាវបងប្អូនអើយពុតជាអស្ចារ្យមែនតើបងប្អូនឃើញអត់នោះដូចជានោះសិតទេដូចពពកដូចពពកបរហោះអញ្ចឹងណាម៉ែនោះមើលអីនោះទឹកឯនោះហ៎ហៅយកទីងហ៎ម៉ខាងក្រមសិតតែផ្ទះប្រជាជនណាបងប្អូនណានេះខាងក្រមនេះសិតតែភ្នំដែលយើងដើរឡើងមកពីលើឥឡូវហ្នឹងគឺយើងដល់ចំណុចកំពូលហើយបាទយើងមកដល់ចំណុចកំពូលហើយអញ្ចឹងហើយយើងមកខាងនេះវិញទៀតខាងនោះយើងឡើងចេញមកពីដដែលហ្នឹងឥឡូវសំខាន់បំផុតកំបាលនោះសិនឥឡូវយើងសំខាន់បំផុតនេះបងប្អូនដែលល្អបំផុតនេះបងប្អូនបែរទៅមើលខាងនោះម៉ែអស់ចាតម្រងបងប្អូនណាយើងអាចយូមឲ្យឃើញព្រះមេគង្គស្អ៊ីណាបងប្អូនណាបាទពិតជាអស្ចារ្យមែនទេបងប្អូនណាដាក់បងបានមកពិតជាសោះស្រាយឡើងមកដល់ទីកន្លែងនេះគឺមានភ្ញៀវទេសចរក្នុងប្រទេសក្រៅប្រទេសគេមកច្រើនណាបងប្អូនណាហើយគេរៀបចំក៏បានល្អប្រពៃស្អាតសមរម្យបាទមើលដូចជានេះទីកន្លែងបរិស្ថានសួនច្បារអីគ្រប់សពបែបយ៉ាងគឺគេរៀបចំបានស្អាតណាបងប្អូនណាខាងសួនច្បារអីណាខាងលើខាងនោះគ្រប់សពបែបយ៉ាងបាទនេះហើយយើងដើរទស្សនាទាំងអស់គ្នាណាបងប្អូនគេរៀបចំមានរង្វង់មានដើមឈើលក្ខណៈថាពេលដែលយើងដើរមកទៅធ្វើឲ្យអារម្មណ៍របស់យើងវាស្រស់ស្រាយបងប្អូនណាអារម្មណ៍របស់យើងវាស្រស់ស្រាយពុតមែនណាបងប្អូនណាយើងពេលដែលយើងមានទុកកង្វល់អីគ្រប់សពបែបយ៉ាងយើងឡើងមកដល់ហ្នឹងអស់ក៏ទុកហើយណាដូចជាវាអារម្មណ៍យើងវាស្រស់ស្រាយស្រួលឡើងមកវិញឥឡូវបងប្អូនយើងមកមើលសួនច្បារសិនមើលសួនច្បារឲ្យបន្តិចទៀតយើងនឹងឡើងទៅខាងលើខាងនោះរៀបចំស្អាតណាបងប្អូនណាបាទស្អាតអានេះគឺថ្មគេយកមកគេរៀបចំគេធ្វើដាក់ជាឈ្មោះនួយបាដែងណាបងប្អូនណាអានេះគេដាក់ឈ្មោះនួយបាដែងភ្នំយាយម៉ៅមានកម្ពស់986បាទផ្កានេះផ្កាស្រស់ណាបងប្អូនណាមិនមែនផ្កាគេដាំមិនមែនផ្កាចរទេណាគឺផ្កាស្រស់ណាបងប្អូនមិនជឿទេខ្ញុំមិនហ៊ានបេះទេខ្លាចគេខ្លាចបងលុយបាទនេះសិតតែសួនច្បារតទេនេះបងប្អូនខ្ញុំនាំបងប្អូនមកដើម្បីយើងមើលកំសាន្តនៅសួនច្បារសិនតិចទៀតយើងនឹងទៅមើលកន្លែងផ្លេកទៀតច្រើនកន្លែងផ្លេកណាបងប្អូនណាមើលដើមឈើដើមនេះសិតតែដើមនេះគេដាំណាបាទគេរៀបថ្មរៀបអីអញ្ចឹងណាដើមហ្នឹងមិនមែនដើមចទេណាបងប្អូនសិតតែដើមធម្មជាតិ 100% ណាបងប្អូនយើងអាចបែរចុះទៅខាងក្រោមមានហាងគ្រប់សពបែបយ៉ាងបងប្អូនហើយឡើងមកដល់ទីនេះហើយយើងមិនខ្លាចអត់អាហារមិនខ្លាចគ្មានទឹកគ្មានអីទេ ខ្
ខ្លាចតែយើងគ្មានលុយមួយទេបងប្អូនអើយសំខាន់ណាស់កន្លែងគ្មានលុយនេះអូកន្លែងគេថតអីស្រស់ស្អាតណាបាទបងប្អូនមើលទៅខាងលើក្នុងនោះពពួកបាំងជុំព្រះម៉ែកុងស្អ៊ីនបាត់ហើយឃើញពពួកបាំងទេណាអញ្ចឹងយើងមើលមិនច្បាស់ដោយសារពពួកវាបាំងចិត្តជុំវិញព្រះម៉ែកុងស្អ៊ីនណាបងប្អូនណាបាទអានោះគឺធម្មជាតិយើងតែម្ដងណាបងប្អូនបាទដើមគេមានផ្លែទៀតដើមអីដើមអីបងប្អូនដឹងបងប្អូនជួយ comment ប្រាប់ខ្ញុំផងណាខ្ញុំមិនដឹងថានេះដើមស្អីផ្លែស្អីទេបាទបើឲ្យខ្ញុំរួហ្នឹងខ្ញុំដាក់ឈ្មោះអីដើម្បីរួឲ្យវាឃើញវាអញ្ចឹងណាបាទទេសភាពជុំវិញខាងនេះស្រស់ស្អាតមែនទេបងប្អូនឥឡូវយើងដើរចុះមកខាងនេះវិញហើយយើងដើរឡើងទៅខាងនោះវិញនេះដើរតាមណានេះនេះដើរឡើងតាមទៅណាដើរឡើងតាមស្អាតណាមើលបងប្អូនមើលខាងនេះសិនអុយមើលខាងនេះសិនដើមគេកាត់ស្អាតណាបងប្អូននេះមើលនេះគេកាត់ស្អាតណាកន្លងមូលជុំវិញហ្នឹងតែម្ដងថែរក្សារហូតហ្នឹងក៏ដើមហ្នឹងដើមហ្នឹងគេថែជាងកមុំទៀតបងប្អូនណាមកអាតេវស្រស់ស្អាតមែនទែនចុះមកស្រស់ស្អាតណាស់បងប្អូនអើយប្លែកភ្នែកមកដល់មានអារម្មណ៍ស្រស់ស្រាយយូរហើយដែលខ្ញុំមិនតាន់បានមកដល់ទីកន្លែងនេះកាលពីឆ្នាំដែលខ្ញុំមកពីឆ្នាំមុននោះមិនតាន់មានទំនើបហើយនឹងការរៀបចំស្អាតដូចបែបហ្នឹងទេដោយសារ5-6ឆ្នាំហើយខ្ញុំមិនដែលបានមកដល់ហ្នឹងបងប្អូនអញ្ចឹងហើយយើងមើលទៅការរៀបចំខាងក្រោយហ្នឹងគឺស្អាតមែនតើបងប្អូនមើលផ្កាអីដុះស្គោះស្គីអីតែម្ដងនឹងខែអីរដូវអីបានផ្កាដុះអញ្ចឹងហើយការទស្សនាតាមដាននៅសួនច្បារប៉ិនយើងប្រហែលមកហ្នឹងហើយយើងនឹងបន្តនៅភាពខាងក្រោយទៀតណាបងប្អូនណាបាទអញ្ចឹងហើយកាមេរ៉ាមែនយើងបើទៅលើទៅខាងក្រោមមួយឲ្យឃើញទេសភាពស្អាតទៅតាមជ្រលងផ្លូវដែលយើងដើរឡើងទៅហ្នឹងណាបងប្អូនណាបាទមកអាថ្លែននិយាយដល់បាទ